ការត្បាញកន្ទេលនេះចេះពីដូនតាចំនួនមកហើយត្បាញកន្ទេលនេះគឺគាត់អត់ថាខាត់ពេលវេលាថាបើបាក់ទៅវល់ត្បាញកន្ទេលអត់បានទៅធ្វើស្រែធ្វើចការអត់បានទៅដាំដំណាំអត់ទេទេតាវាអូជាអាយឡើយញោមជាអាយឡើយញោមជាម៉ាមេអាយណាំងានកូនគាល់ហូតជាប្រវត្តិត្បាញកន្ទេលនេះគឺមានពីបរមរានតាចំនួនហើយត្បាញកន្ទេលជាការងាររបស់ជនជាតិភាគតិចគឺស្ត្រីគាត់អត់ចំណាយថវិកាច្រើនសម្រាប់ក្រុមគ្រួសារទេគាត់ការងារនេះគឺគាត់អត់ថារំខានអីរំខានការងារផ្សេងទេវាអត់មានប៉ះពាល់អីណាប្រាក់ចំណូលចូលខ្លះហើយគាត់បានត្បាញទៅគាត់ដេកឆៃគាត់ទៅសារប្រពៃណីរបស់ជនជាតិភាគតិចរបស់គាត់ទីចំណាយយើងអត់សូវចំណាយទេនៅផ្ទះយើងមានបលែយើងដាំបលែផងថ្ងៃនេះខ្ញុំដាំបលែខ្ញុំអត់ត្បាញទេទៅទីភាសាវាស្រួយការងារនេះតើមានតើអ្នកអាសាហើយនឹងអត់ធ្មត់ជាជាងនេះយើងដឹងថាយើងធ្វើការងារនេះលក្ខណៈពិសេសរបស់វាពិសេសណាស់ណាគ្រូគឺថាដេកទៅជាស្រួលចាអត់មានគីមីអីប៉ះពាល់អីសុខភាពអីខ្ញុំពីដើមត្បាញគិតជាហាត់គិតជាគក់បីហាត់មកគក់ក៏ដោយបីហាត់មកចង្អាមក៏ដោយតែពេលឥឡូវគេច្រើនប្រើម៉េតពួកខ្ញុំក៏ប្រើម៉េតតាមរដូវកាលដែរបន្ទាប់មកពួកខ្ញុំគេឆ្នៃធ្វើជាកតាបធ្វើជាកាបូបសម្រាប់យើងកាន់ទៅឆ្ងាយអីយើងអត់ប្របាក់ទិញផ្សារទេយើងអាចកែច្នៃរបស់យើងបានបងប្អូនណាគាត់ចង់បានហើយគាត់កំងជាទំហំប៉ុណ្ណាកំងជាកាឡាចង់បានកន្លាអីកន្លាឃុំឬក៏ពណ៌ខៀវពណ៌ក្រហមហើយចង់បានធម្មជាតិពណ៌សនោះពួកខ្ញុំក៏អាចធ្វើបានដែរខ្ញុំពោដល់រដ្ឋាភិបាលនិងអង្គការគ្រប់ស្ថាប័នជួយគាំទ្រវត្ថុធាតុដើមបាញ់ដោយដៃជួយគាំទ្រដល់ពួកខ្ញុំដែលជិតដើមភាគតិចដែលគាត់ខំថែរក្សាគេដូនតាដែលចេះមកយូរឡុងមកហើយមួយទៀតសូមឲ្យអតិថិជនក្នុងប្រទេសយើងក្នុងស្រុកយើងហើយនៅក្រៅប្រទេសទាំងអស់គាត់ជួយទិញហើយជួយគាំទ្ររបស់ប្រើប្រាស់ដែលយើងធ្វើដោយដៃហើយវត្ថុធាតុដើមធម្មជាតិឲ្យគាត់ជួយទិញជួយគាំទ្រឲ្យបានច្រើនទូលំទូលាយជនគាត់ចង់បាននៅភូមិខ្ញុំនៅភូមិកគីឃុំសាឡាវស័យស្រុកសត្វបលាំងខេត្តកំពង់ធំនៅភូមិកគីមានលេខទូរស័ព្ទ097 25 96 576នេះជាលេខទូរស័ព្ទរបស់ខ្ញុំឈ្មោះមីនួនទេតាវេអូជាអាយឡើយញោមជាអាយឡើយញ